ស្ដីអ្នកនរគ្នាខ្ញុំនឹងធ្វើការបង្ហាញ basic command ដែលខ្ញុំបាន install រួចរាល់ហើយដែល SSH server ចូលទៅក្នុង Ubuntu server នៅក្នុង VirtualBox អញ្ចឹងយើងធ្វើការហើយក៏យើងធ្វើការប្រើប្រាស់ IP address វាហើយនេះគឺជា IP address របស់វាដែលខ្ញុំបានភ្ជាប់វាទៅចូលទៅក្នុងWindows command ហើយអញ្ចឹងនឹងធ្វើការចាប់ផ្ដើម basic ដំបូងគឺយើងត្រូវដឹងថាយើងជានរណាគេ root យើង root អីគេឥឡូវ root ខ្ញុំគឺជួ Yamata យើងឈរនៅទីតាំងណាចូលទីតាំង home និងជួ Yamata មកយើងត្រូវធ្វើការ update វាដើម្បី process វាឥឡូវយើងធ្វើការ update វាហើយយើងត្រូវធ្វើការរងចាំពេលខ្លះអាចបើយើងមិនទាន់បាន update ទេវាចំណាយពេលក្នុងការ update យូរនេះខ្ញុំធ្វើការ update រយៈពេលខ្លីដល់មកចំពោះក្នុងការ upgrade វាសំខាន់មែនតើបើយើងមិនចាំបាច់ upgrade ទេយើងមិនបាច់ក្នុងការ upgrade ទេព្រោះបើ upgrade អាចមានបញ្ហាផ្សេងហើយធ្វើការ upgrade ព្រោះយើងអត់មានអ្វីដែលចាំបាច់ត្រូវមានបញ្ហាជាមួយក្នុងការ upgrade ទេតែមកឥឡូវខ្ញុំការ upgrade ហើយឥឡូវ clear ចេញកុំឲ្យវាចង្អៀតមកខ្ញុំធ្វើការបង្កើត file យើងប្រើពាក្យថា touch svp 6ឥឡូវវាចេញហើយវា load ចេញឥឡូវយើងបើកក្នុងការបណ្ឌិតតែយើងបង្កើតវាហើយនៅប្រើ command ls ចេញនេះកើតហើយប៉ាល់របស់យើងsvp 6ឥឡូវយើងចង់ដឹងថាវាទំហំម៉ែនវាប្រភេទអីគេឥឡូវនេះហំម៉ែន0 byte ព្រោះវាមានតន័យគេក្នុងនោះទេ0 bit ឬក៏ byte អត់ដឹងទេយើងត្រូវពិនិត្យមើលសិនវាអត់មាន0ហ្មងមួយ bit ក៏គ្មានដែរនេះស្មើមកកា byte folder នេះ set របស់វាក្នុងការ write read ហ្នឹងក្នុងការកំណត់ set របស់វាមានច្រើនប្រភេទមិនថាset វាមានច្រើនប្រភេទបើយើងរៀនset ការ execute write អីផ្សេងហ្នឹងមានច្រើនឥឡូវយើងអត់ទាន់ដល់លក្ខខណ្ឌក្នុងការរៀនចូលស៊ីជម្រៅដល់កម្រិតនោះទេយើងរៀនត្រឹម basic សិនឥឡូវយើងនឹងធ្វើការបន្តមកយើងនឹងធ្វើការecho វា hello world ឥឡូវខ្ញុំធ្វើការ echo ដូចយើងចាប់ដើមដំបូងយើង say code hello world hello អីឡើងយើងសរសេរcommand វានៅក្នុង line note ដល់ hello world ដែរឥឡូវខ្ញុំចាប់បានធ្វើ hello world ហើយ svp 6 list send video ចេញមក hello world ហើយ svp 6 please send video ដល់ហើយយើងធ្វើការបង្កើតdirectory ឬក៏ folder ឥឡូវយើងធ្វើការ make directory នេះពាក្យកាត់របស់វានេះពាក្យហ្នឹងមានន័យថា make mk ហើយអានេះ directory ពាក្យ directory ឥឡូវដាក់ឈ្មោះពាក្យ command ហើយយើងដាក់ឈ្មោះ file យើង file គេ file svp 6វា cannot create directory file exist មានន័យថានេះ file មួយ file directory ហ្នឹងมันអាចបង្កើតបានដែលមានឈ្មោះនេះឈ្មោះ svp 6 file exist មានន័យថា file ហ្នឹងមានហើយអញ្ចឹងនេះយើងឃើញហើយឥឡូវយើងធ្វើការបង្ហាញម្ដងទៀតតើវាពិតជាមានពិតប្រកបអត់នេះមានពិតមែនព្រោះយើងឈរនៅទីតាំងហ្នឹង
យើងអាចបង្កើត file ហ្នឹងដដែលតើបើយើងឈរនៅទីតាំងផ្សេងយើងអាចបង្កើត file ហ្នឹងបានព្រោះយើងឈរនៅទីតាំងផ្សេងអញ្ចឹង file វាអត់មាន file ហ្នឹងដូចគ្នាទេតែប៉ុណ្ណេះថ្ងៃនេះយើងនឹងរៀនមេរៀនតែប៉ុណ្្នឹងទេអរគុណច្រើនដែលបានទស្សនា